ការនឹងមានអ្វីកើតឡើងនៅពេលដែលយើងប្រើប្រាស់ iPhone 6s នៅក្នុងឆ្នាំ2025នេះវីដេអូនេះខ្ញុំនឹងប្រៀបធៀប 6s ជាមួយនឹង iPhone 16 Pro ហើយមួយគ្រឿងនេះដែរគឺជា iPhone 6s ដែលមានទំហំទុក 64GB RAM 2GB version 15.8.2 នៅក្នុងឆ្នាំ2025នេះ iPhone បានបញ្ចេញ model រហូតដល់ទៅ17 Pro Max បាត់ទៅហើយ 6s ដែលវាចេញយូរដែរហើយគឺក្នុងឆ្នាំ2015 2016នេះប្រហែលហ្នឹង2014 15អត់ចាំថាក្នុងឆ្នាំណាប្រហែលសម្រាប់មួយគ្រឿងនេះគឺវាមានការផ្លាស់ប្ដូរច្រើនសម្បកនេះគឺខ្ញុំបានយកពីតួផ្សេងខ្ញុំមិនដាក់ទេឃើញថាវានៅដំណើរការ scan ធម្មតាពួក iPhone កាលណា model វារៀងទៀតគឺវារៀងឡើងកម្ដៅកម្ដៅម្ដងទៀតលេងនៅវត្រាសំណុំរឹងមាំតម្លៃទាប